ចាហេតុអីបានជាខ្ញុំឈប់ផឹកស្រាឬក៏មួយថាមិនបានជាខ្ញុំអាចផ្ដាច់ស្រាបានអញ្ចឹងណាចានេះគឺជាការចែករំលែកបទពិសោធន៍នេះខ្ញុំផ្ទាល់តែម្ដងហើយខ្ញុំអាចផ្ដាច់ស្រាបានក៏វាមានមូលហេតុរបស់ខ្ញុំដែរហើយតម្រាំតាបិទបានក៏វាយ៉ាងយូរគួរសមដែរនិយាយរឿងដើមតងមកពីខ្ញុំពីមុនឡើងគឺជាមនុស្សម្នាក់ដែលអត់ចេះញ៉ាំស្រាទេប៉ុន្តែដោយឡែកនៅក្នុងសង្គមមួយដែលមានអ្នកជុំវិញផឹកស្រាហើយក៏មានគួរសារជាអ្នកផឹកស្រាដែរទៅខ្ញុំក៏ចង់ថាឃើញគេផឹកយើងក៏ផឹកតាមគេដែរអញ្ចឹងណាថាយើងមានកម្មវិធីតិចតួចទៅយើងត្រូវតែផឹកទៅដើម្បីវាថាអង្គុយចូលរួមជាមួយគេទៅហើយកាលនោះយើងនៅក្មេងដែរចេះថាធ្វើអីតាមគ្នាអញ្ចឹងណាចាដោយឡែកតែសារតែខ្ញុំបានផ្លាស់មានការផ្លាស់ប្ដូរខ្លះទីមួយគឺខ្ញុំបានស្ដាប់ធម៌ស្ដាប់ធម៌យ៉ាងយល់គួរសមទៅគឺខ្ញុំបានមានការកែប្រែចាមានការកែប្រែណាគាត់បានស្ដាប់ធម៌មកខ្ញុំមិនតន់ឈប់ភ្លាមទេខ្ញុំនៅតែផឹកដែរប៉ុន្តែផឹកតិចតួចចាលុះតបានយ៉ាងយូរបន្តិចទៀតខ្ញុំចាប់ផ្ដើមមើលឃើញពីទោសកំហុសមើលឃើញពីទោសពីវាថាភាពមិនល្អពីការផឹកស្រាចាសម្រាប់ខ្ញុំណាខ្ញុំចែកម្លែកហ្នឹងណាទី1គឺពេលដែលខ្ញុំផឹកស្រាទៅចរិតខ្ញុំរៀងវាថាដូចយ៉ាងគេហៅថាអាចរិតរៀងភ្លើតណាចាពេលជីបស្រាចូលទៅវាឲ្យយើងនឹងចង់តែវាថារៀងហ៊ានជាងមុនហ៊ាននិយាយពីអីរៀងឆ្អេះឆ្អាស់ជាងមុនចាហើយទី2គឺបន្ទាប់ពីខ្ញុំផឹកទៅវាអាចឲ្យខ្ញុំនឹងគេហៅថានិយាយអីរៀងដូចថាក្លាហានក្នុងការនិយាយហ៊ានដើរចូលស្រាមួយគេហ៊ានទៅធ្វើអីវាថារាប់អីក៏វារៀងវាថាពាក្យវាថាឲ្យវាហៅថាវាអាក់ខ្លាំងអាក់មើលចាប្រើពាក្យថាយើងគេហៅថាស្រាដឹកមុខចាស្រាដឹកមុខដល់ពេលហើយវាធ្វើឲ្យយើងនឹងហ៊ានធ្វើអំពើបែបហ្នឹងទៅចាហើយទី3គឺខ្ញុំបានមានការផ្លាស់ប្ដូរច្រើនដែរដោយសារតែខ្ញុំញ៉ាំទៅគឺវាមានបញ្ហាសុខភាពនេះក្រោយទៅចង្កខ្ញុំហ្នឹងហើយនឹងចង្កចាប់ដើមស្ពឹករួចស្ពឹកហើយខ្ញុំចាប់ដើមស្ពឹកក្បាលគឺវាមានបញ្ហាសុខភាពពេទ្យក៏បានចាប់ដើមឲ្យខ្ញុំតបទៅឲ្យខ្ញុំផុកឈប់ទៅចាហើយទោះមួយទៀតគឺខ្ញុំបានឃើញពីខ្លួនឯងហ្នឹងមើលទៅដូចវាគេហៅថាស្ត្រីខ្មែរហេតុអីបានទីធ្វើចរិតដូចរបៀបដូចមានស្រាចូលខ្លួនទៅធ្វើឲ្យខ្លួនឯងហ្នឹងក្លាហានដោយការផឹកស្រាហេតុអីយើងមិនអាចនិយាយរឿងក្នុងចិត្តបានទាំងដែលយើងនៅសភាពមានបញ្ញាធម្មតាមានសតិធម្មតាចាំបាច់ឲ្យស្រាដឹកមុខចឹងណាចាហើយខ្ញុំក៏មានការផ្លាស់ប្ដូរដូចជាបានខ្ញុំតម្រាំតែខ្ញុំមានការប្រែប្រួលខ្ញុំគឺមានគេហៅថាការគិតរបៀបថាមិនការគិតទេដូចយ៉ាងវាប្រើពេលយ៉ាងគួរសមដែរបានខ្ញុំអាចឈប់ផឹកស្រាបានគឺកាលខ្ញុំឈប់ផឹកស្រាឆ្នាំ2020ចុះចា2020ឥឡូវ2026ខ្ញុំជប់បាន6ឆ្នាំហើយសម្រាប់ខ្ញុំវាមានបងប្អូនទាំងអស់គ្នាការដែលយើងផឹកស្រាដឹងស្រាប់អីបងប្អូននឹងអីអត់ខាតថវិកាពេលខ្លះអាចយើងជាមនុស្សស្រីហ្នឹងមនុស្សស្រីដែលមានតែយើងការឲ្យត្រូវមានកូនមិនអត់អញ្ចឹងយើងត្រូវមានទំនួលខុសត្រូវក្នុងការបីបាច់ថែរក្សាចិញ្ចឹមកូនប៉ុន្តែបើសិនយើងពេលខ្លះយើងផឹកស្រាឈ្នួលទៅវាអាចជាគំរូដល់អាក្រក់ដល់កូនហើយធ្វើឲ្យខ្លួនយើងនេះពេលខ្លះអាងថាស្រាចូលហើយអត់ធ្វើអីទេវាថាអាចដេកវាថាដូចអត់ចង់ធ្វើអីអាហ្នឹងជាបញ្ហាធំមែនទែនវាជាគំរូអាក្រក់សម្រាប់កូនយើងផងដែរអញ្ចឹងសម្រាប់ខ្ញុំគឺខ្ញុំឈប់ផឹកស្រាដោយសារមានកត្តាទាំងប្រហែលយ៉ាងដែលខ្ញុំរៀបរាប់ខាងលើមិញហ្នឹងឯងវាជារឿងមួយដែលយើងគួរតែឈប់មិនមែនគួរតែឈប់ទេត្រូវតែឈប់ព្រោះវាអត់មានផលប្រយោជន៍អ្វីទាំងអស់ចាបងប្អូនគិតពិចារណាមើលអស់ថវិកាហើយសុខភាពយើងខ្សោយហើយខ្ញុំស្ដាប់ពេលបងប្អូនទាំងអស់គ្នាពេលដែលយើងធ្វើការហត់ហើយពីផឹកទល់ល្ងាចរាងកាយយើងត្រូវការសម្រាកប៉ុន្តែយើងអត់សម្រាកទេយើងបែកជុំគ្នាផឹកស៊ីទៀតដើម្បីធ្វើឲ្យអាគ្រឿងក្នុងយើងនេះដែលយើងដាក់ស្រាចូលទៅវាមិនខំប្រឹងធ្វើការទៀតអញ្ចឹងវាអាចថ្ងៃក្រោយវាមានបញ្ហាគ្រឿងក្នុងនឹងវាខ្សោយដោយសារវាប្រឹងធ្វើការហួសកំណត់ណាចាហ្នឹងជារឿងមួយផ្នែកទៅចាអញ្ចឹងត្រឡប់មកវិញការដែលខ្ញុំឈប់ផឹកស្រាហ្នឹងគឺខ្ញុំមើលឃើញពីទោសកំហុសខ្លួនឯងទោសថាការផឹកស្រាហ្នឹងវាមានផ្ដល់ផលអាក្រក់អីខ្លះធ្វើឲ្យយើងហ្នឹងមានបញ្ហាអីខ្លះហើយប៉ះពាល់អីខ្លះនៅក្នុងក្រុមគ្រួសារយើងប៉ះពាល់ថវិកាហើយប៉ះពាល់ដល់ខួរក្បាលយើងទៀតពិសេសគឺជំងឺយើងតែម្ដងព្រោះមនុស្សយើងតាសុខភាពអន់ខ្សោយហើយការងារក៏យ៉ាប់
ការងារក៏ពិបាកហើយការបែកបាច់ចំថែសារកូនយើងត្រូវតែមានទំនួលខុសត្រូវកាលណាយើងឈឺអញ្ចឹងអ្នកណាត្រូវមើលថែកូនយើងនេះឯងជាបញ្ហាចម្បងដូចជាបញ្ហាមួយដែលខ្ញុំឈប់ផឹកស្រាដល់សប្តាហ៍ទៅហើយមិនមែនន័យថាខ្ញុំឈប់ផឹកស្រាហើយគ្រួសារខ្ញុំល្អប្រសើរមែនទេវាជាកត្តាបញ្ចូលរួមគេហៅថាវាជារឿងមួយបញ្ចូលរួមមួយគ្នាអញ្ចឹងណាចាហើយបើសិនជាខ្ញុំចែករំលែកទៅឬក៏ពាក្យសម្ដីណាមួយមិនមានការសមរម្យសូមខន្តីអភ័យទោសផងដែរចាសូមអរគុណសូមជម្រាបលា